អាជីពរបស់គ្រូបង្រៀនមិនមែនអាជីពធ្វើមហាសេដ្ឋីទេប៉ុន្តែអាដាមពិតចំណានគាត់ថាលោកគ្រូអ្នកគ្រូមហាសេដ្ឋីទ្រព្យសម្បត្តិមិនមែនទេប៉ុន្តែមហាសេដ្ឋីនៃកិត្តិយសមានតែលោកគ្រូអ្នកគ្រូទេដែលទៅដល់ណាកូនសិស្សឡើងធំប៉ុណ្ណានៅតែជួបគ្រូសំពះគ្រូហើយហៅតែលោកគ្រូរហូតមានតែជំនាញនេះទេដែលអាចអង្គុយនៅវេទិកាខាងក្រោមហើយអង្គុយញញឹមតែពេលឃើញសិស្សទទួលបានជោគជ័យនៅខាងលើពេលដែលឃើញសិស្សខ្លាយទៅជាអ្នកជោគជ័យផ្សព្វផ្សាយនៅតាម Facebook គាត់អង្គុយតែខ្ញុំធ្លាប់ពង្រៀនអ្នកនេះដែរអានឹងមិនខុសពីឪពុកម្ដាយដែលធ្លាប់បង្កើតកូនទេនេះហើយគឺជាអ្វីដែលជាអាជីពដែលជាអាជីពដែលយើងហៅថាឪពុកម្ដាយទី2នោះ